về bên em múa đàn hát ca. Nhìn ngày trôi qua ta đắm say tới già. Mình đùa ghe xong ăn tát kẹo mắm me. Trả lời em nghe 4 giờ ra ngồi ta. នេះគឺជាជីវប្រវត្តិរបស់តារាចម្រៀងហ្វឿងមីជីដែលបងប្អូនទាំងអស់គ្នាបានស្គាល់គាត់ច្បាស់ហើយតាមរយៈការបញ្ចេញបទថ្មីៗគឺមានឈ្មោះថាឋានសួគ៌នៃគូស្នេហ៍បងប្អូនណាហើយ viral មែនទែននឹងឲ្យល្បីទាំងប្រទេសវៀតណាមល្បីរហូតមកដល់ប្រទេសកម្ពុជាហើយក៏ធ្លាយទៅដល់ប្រទេសថៃទៀតណានឹងហើយតើជីវប្រវត្តិគាត់មានអីខ្លះខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះតារាចម្រៀងហ្វឿងមីជីគឺជាតារាចម្រៀងដែលល្បីល្បាញនិងមានឥទ្ធិពលខ្លាំងមួយក្នុងចំណោមសិល្បករជំនាន់ Gen Z បងប្អូនណារបស់ប្រទេសវៀតណាមនេះមិនត្រឹមតែមានសម្លេងផ្អែមស្រទន់ពីរោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកនិពន្ធបទភ្លេងនិងជាអ្នកទម្លុះទម្លាយព្រំដែនតន្ត្រីបុរាណឲ្យមករួបរวมគ្នាយ៉ាងមានសិល្បៈជាមួយតន្ត្រីសម័យទំនើបផងដែរខាងក្រោមនេះគឺជាប្រវត្តិនិងដំណាក់កាលសំខាន់ៗក្នុងជីវិតសិល្បៈរបស់នាងជីវប្រវត្តិនិងការចាប់ផ្ដើមរលកសិល្បៈណាហ្នឹងហើយនាងកើតនៅថ្ងៃទី13ខែមករាឆ្នាំ2003នៅទីក្រុងហូជីមិញឬក៏គេហៅថាព្រៃនគរប្រទេសវៀតណាមការចាប់ផ្ដើមដំបូងគឺនាងធំធាត់ឡើងនៅក្នុងក្រុមគ្រួសារធម្មតានិងមានទេពកោសល្យផ្នែកច្រៀងបែបប្រជាប្រិយភាគខាងត្បូងវៀតណាមណាដែលទទួលឥទ្ធិពលនឹងការបង្ហាត់បង្រៀនពីមីងរបស់នាងផ្ទាល់នាងបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចម្រៀងកុមារលំដាប់ថ្នាក់ជាតិ The Voice Kids វៀតណាមរដូវកាលទី1នៅពេលដែលនាងមានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះទឹកដមសម្លេងដ៏ក្រអូបផ្អែមនិងការបកស្រាយបទចម្រៀងបែបស្រទន់អន្លង់អន្លោចបានធ្វើឲ្យនាងទទួលបានពានរង្វាន់ជើងឯករងណា Runner Up ដែលទទួលបានការ Colio សាច់លេខ1សាច់ Premium សម្រាប់បរិះទាន់សម័យស្លៀកហើយត្រជាក់ស្រួលមិនស្អុះស្អាប់បោកទឹកមិនយាមិនបែកព្រួយសាច់យឺតស្រួលស្លៀកបងប្អូនអាចទំនាក់ទំនងមក Page Phuket ឥឡូវនេះបាន Promotion 4ថែម1 Free សេវាដឹកជូនស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទូទាំងប្រទេសព្រមទាំងទទួលបានរហស្សនាមថាក្មេងស្រីចម្រៀងប្រជាប្រិយក្រោយពីចប់ការប្រកួតនាងបានចេញអាល់ប៊ុមក៏ដូចជាវីដេអូចម្រៀងជាច្រើនដែលទទួលបានការគាំទ្រខ្ពស់នៅឆ្នាំ2019នាងបានសម្រេចចិត្តដើរផ្លូវដោយខ្លួនឯងដោយបានបញ្ចប់កិច្ចសន្យាជាមួយនឹងផលិតកម្មចាស់ដើម្បីពង្រីកសក្តានុពលនិងស្វែងរកទម្រង់សិល្បៈថ្មីអាល់ប៊ុមឈ្មោះថា Wuchu កបៃឆ្នាំ2023ណានឹងឲ្យដោយយកតាមស្នាដៃអក្សរសាស្ត្រនិងវប្បធម៌ប្រពៃណីមកច្នៃប្រឌិតហើយអាល់ប៊ុមនេះគឺត្រូវបានជាប់ចំណាត់ថ្នាក់លេខ1នៅលើតារាង Billboard ប្រទេសវៀតណាមការផ្សារភ្ជាប់វប្បធម៌ក្នុងនាមជានារីម្នាក់ដែលមានឫសគល់និងស្រឡាញ់វប្បធម៌តំបន់ដីសណ្ដកទន្លេមេគង្គនាងតែងតែបញ្ចូលនូវអត្តសញ្ញាណសម្លៀកបំពាក់និងសោភ័ណភាពបែបខ្មែរក្រោមណាំបូមកក្នុងស្នាដៃ MV របស់ខ្លួនជាពិសេសគឺបទដែលមានចំណងជើងថាឋានសួគ៌នៃគូស្នេហាដែលធ្វើឲ្យបងប្អូនខ្មែរទាំងក្នុងប្រទេសកម្ពុជាក៏ដូចជាបងប្អូនខ្មែរកម្ពុជាក្រោមនិងជនជាតិវៀតណាមគឺបានកោតសរសើរនាងយ៉ាងខ្លាំងភាពជោគជ័យអន្តរជាតិនាងបានតំណាងឲ្យប្រទេសវៀតណាមចូលរួមក្នុងកម្មវិធីប្រកួតប្រដេញសមត្ថភាពតន្ត្រីថ្នាក់តំបន់អាស៊ី Sing Asia និងទទួលបានចំណាត់ថ្នាក់ខ្ពស់ព្រមទាំងបន្តទទួលបានពានរង្វាន់យុវជនឆ្នើមជាច្រើនទៀតក្រោយពីបានស្ដាប់នៅជីវប្រវត្តិរបស់តារាចម្រៀងហ្វឿងមីជីតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំគិតថាគាត់គឺជាតារាចម្រៀងដែលមានសមត្ថភាពពិតប្រាកដគាត់មានទេពកោសល្យគាត់គឺជាមនុស្សដែលមានឥទ្ធិពលហ្នឹងហើយ page របស់គាត់គឺមានអ្នក follow រហូតដល់ជិត4លានអ្នកណាចំនួននេះគឺច្រើនមែនតើមិនត្រឹមតែប៉ុណ្្នឹងទេគឺគាត់បានចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរតាមរយៈ MV ដែលកំពុងតែផ្ទុះកំពុងតែល្បីដែលបងប្អូនបានឃើញគ្រប់គ្នាហើយខ្ញុំពិតជាគោរពគាត់ខ្លាំងមែនតើហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះជម្រាបលាបាយបាយ